សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាសូមធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាដែលថៃបានកាន់កាប់ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលបន្ថែមទៀតត្រូវបានយោធាថៃវាយកំទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួនស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ33និង36ក្នុងស្រុកថ្មពួកនៅតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ46និង47មានការជីកប្រឡាយនិងសាងសង់ផ្លូវមួយខ្សែព្រមទាំងការចាក់ដីលុបស្រះទឹកសកម្មភាពទាំងនេះដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះគឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជាទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី27ខែធ្នូឆ្នាំ2025ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹងក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃថ្ងៃទី22ខែតុលាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេចំពោះការដោះស្រាយចំនួនព្រំដែនទាំងអស់ដោយសន្តិវិធីនិងមិត្តភាពជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះប្រកាន់ភ្ជាប់នៅគោលជំហរជាគោលការណ៍ថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងឡើយថ្ងៃពុធ9រោចខែមិញឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី11ខែកុម្ភៈឆ្នាំ2026